ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដែលនឹងប្រឡប់ធ្វើឡើងនៅតាមបណ្ដោយដងស្ទឹងសៀមរាបចាប់ពីថ្ងៃទី4ដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះនៅក្នុងឆ្នាំនេះដែរសៀមរាបពុំបានរៀបចំនៅកម្មវិធីប្រណាំងទូកទេប៉ុន្តែសៀមរាបនឹងមានការរៀបចំកម្មវិធីកម្សាន្តមួយចំនួនដែលមានដូចជាកម្មវិធីជិះទូកកម្សាន្តកម្មវិធីប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំទូកខ្នាតតូចចំណុះ5នាក់កម្មវិធីប្រគំតន្ត្រីស្គរដៃកម្មវិធីស្តង់ពិព័រណ៍ផលិតផលកម្មវិធីប្រដាល់គុណខ្មែរកម្មវិធីល្ខោនបាសាក់និងកម្មវិធីកម្សាន្តផ្សេងៗទៀតជាច្រើនដោយការរៀបចំកម្មវិធីនេះដែរធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតហើយដោយដែលបងប្អូនបានឃើញអញ្ចឹងអត់ទាន់ដល់ថ្ងៃមែនទែនទេប៉ុន្តែចំនួនអ្នកដែលមកទស្សនាមុនគឺមានចំនួនច្រើនខ្លាំងមែនទែនអញ្ចឹងសង្ឃឹមថាដល់ថ្ងៃបុណ្យអុំទូកបងប្អូននឹងអញ្ជើញចូលរួមទាំងអស់គ្នាដើម្បីឲ្យខេត្តសៀមរាបរបស់យើងកាន់តែមានភាពអ៊ូអរបន្ថែមទៀតជួបគ្នានៅថ្ងៃបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុក